បាទអាជ្ញាសូមគោរពជំរាបសួរទស្សនិកជនដែលនិយមការផ្សាយរាល់ការផ្សាយចេញពីខាង page របស់ក្រុមហ៊ុន BAC Market បាទនៅក្នុងថ្ងៃនេះខ្ញុំបាទនឹងធ្វើការចែករំលែកទៅលើការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃច័ន្ទបាទនៅដើមសប្តាហ៍ថ្មីក៏ដូចជាដើមខែថ្មីផងដែរបាទចង់ដឹងថាតើនៅក្នុងសប្តាហ៍នេះតម្លៃហាងឆេងមាសនឹងមានបំរែបំរួលបែបណាហើយបច្ចុប្បន្ននេះយើងអាចធ្វើការទិញឡើងទៅលើវិញបានហើយនៅបាទ ចឹងសម្រាប់តម្លៃហាងឆេងមាសខ្ញុំជំរាបជូនបងប្អូនបន្តិចដោយសារតែនៅពេលបច្ចុប្បន្ននេះគឺវាបានបញ្ចប់គេហៅថា Daylight Saving Time ណា Daylight Saving Time ហ្នឹងគឺមានន័យថាក្នុងរដូវក្តៅនៅខាងសហរដ្ឋអាមេរិកឬក៏អូស្ត្រាលីអីហ្នឹងបាទគឺគេធ្វើការចាប់ពីម៉ោងបើគិតទៅគេធ្វើការដូចថារាល់ដងម៉ោង7ព្រឹកណាហើយដល់ពេលចប់ Daylight Saving Time ហ្នឹងទៅបាទក៏ចូលធ្វើការចាប់ពីម៉ោង8បើវិញន័យថាចាប់ពីខែ11ហ្នឹងចាប់ផ្ដើមធ្លាក់ព្រិលអញ្ចឹងគេធ្វើការយឺតជាងមុន1ម៉ោងបាទហើយក៏ចេញពីធ្វើការហ្នឹងក៏យឺតជាងមុន1ម៉ោងដូចគ្នាបាទអញ្ចឹងអត់ខុសគ្នាទេបាទសម្រាប់ផ្សាររបស់យើងក៏ដូចគ្នាដែរបើផ្សារយឺតជាងមុន1ម៉ោងហើយបើផ្សារក៏យឺតជាងមុន1ម៉ោងដែរពីមុនមកមាសគឺក៏ដូចជារូបិយប័ណ្ណហ្នឹងបើផ្សារគឺនៅម៉ោង5ព្រឹកបាទសម្រាប់មាសម៉ោង5ព្រឹកហើយរូបិយប័ណ្ណបើកនៅម៉ោង4ព្រឹកបាទអញ្ចឹងបច្ចុប្បន្ននេះរូបិយប័ណ្ណបើកនៅម៉ោង5ព្រឹកហើយមាសបើកនៅម៉ោង6ព្រឹកវិញអញ្ចឹងបងប្អូនប្រហែលឆ្ងល់ហើយបើមិញម៉ោង5ព្រឹកអត់ទាន់ឃើញបាសផ្សារបាទអញ្ចឹងគឺដោយសារតែបែបនេះដោយសារតែជាទូទៅ Daylight Saving Time គឺចាប់ផ្ដើមពីថ្ងៃអាទិត្យសប្តាហ៍ទី2ខែមិនិនាបាទរហូតដល់ថ្ងៃអាទិត្យសប្តាហ៍ទី1នៃខែវិច្ឆិកាបាទអញ្ចឹងគឺ Daylight Saving Time ហ្នឹងគឺការធ្វើការហ្នឹងចូលម៉ោងធម្មតានៅម៉ោង7ព្រឹកបាទប៉ុន្តែចូលដល់បញ្ចប់ Daylight Saving Time មានន័យថាគេចាប់ផ្ដើមធ្វើការយឺតជាងមុន1ម៉ោងចូលធ្វើការហ្នឹងគឺចាប់ពីថ្ងៃច័ន្ទបាទចាប់ពីថ្ងៃសំទោសចាប់ពីថ្ងៃអាទិត្យសប្តាហ៍ទី1នៃខែវិច្ឆិការហូតដល់ថ្ងៃអាទិត្យសប្តាហ៍ទី2នៃខែមីនាវិញបាទអញ្ចឹងគឺទីផ្សារបើកក្រោយបាទបើកយឺតជាងមុន1ម៉ោងបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ឥឡូវនេះយើងទីផ្សារយើងបើកចាប់ពីម៉ោង5ព្រឹកទៅវិញបាទសម្រាប់រូបិយប័ណ្ណហើយទីផ្សារមាសយើងបើកចាប់ពីម៉ោង6ព្រឹកទៅវិញបាទអញ្ចឹងតាក់ទងជាមួយគ្នានេះយើងមកវិភាគឆេងមាសទាំងអស់គ្នាបាទតើនៅដើមខែថ្មីទីផ្សារមាសនឹងមានបំរែបំរួលបែបណាយើងទៅមើលបកគោប្រចាំខែទាំងអស់គ្នាបងប្អូនបកគោប្រចាំខែរបស់យើងឃើញថាតម្លៃហាងឆេងមាសកាលពីខែមុនបាទកាលពីខែមុននេះគឺមានការងើបឡើងខ្លាំងមែនតែនបាទបើយើងមើលវាស់ពីកម្រិតដែលបើកផ្សារណាពីកម្រិត3350ចុះបាទដល់4380បាទអញ្ចឹងគឺប្រែប្រួលខ្លាំងមែនតែនបើគិតទៅវាចូលជាង$300បាទជាង300សំទោសមិនមែនជាង300គឺជាង$500បាទជាង$500ហើយក៏មានការធ្លាក់ចុះមកខ្លាំងវិញនៅចុងខែបាទប៉ុន្តែការធ្លាក់ចុះខ្លាំងមុននេះបើយើងប្រៀបធៀបជាមួយនឹងការកើនឡើងគឺមានន័យថាធ្លាក់ចុះតិចជាងកម្លាំងដែលទិញឡើងទេបាទបើធ្លាក់ចុះមកវិញនេះយើងឃើញថាធ្លាក់ចុះមកបិទបកគោកាលពីចុងខែកាលពីថ្ងៃ31ណាគឺបិទនៅកម្រិតប្រហែលជា$4002ក្នុងមួយអោនបាទអញ្ចឹងបើសិនជាប្រៀបធៀបទៅឡើងជាង500ធ្លាក់មកវិញបាទជាង300ទេបាទអញ្ចឹងមានន័យថានៅកម្លាំងទិញបាទនៅខ្លាំងជាងកម្លាំងលក់ចោះមកវិញបាទអញ្ចឹងយើងឃើញថានៅដើមខែថ្មីនេះទីផ្សារបើកមកបាទទី1គ្រាន់តែបើកទៀបជាងតម្លៃទៀបកាលពីថ្ងៃសៅរ៍បាទបិទផ្សារកាលពីសប្តាហ៍មុនប៉ុន្តែក៏មានការងើបឡើងមកលើវិញងើបឡើងមកលើវិញបាទងើបឡើងមកលើវិញហើយបច្ចុប្បន្ននេះគឺនៅកម្រិត$3996ក្នុងអោនសម្រាប់មាសនៅដើមខែថ្មីនេះខ្ញុំមើលឃើញថាមាសអាចបន្តកើនឡើងវិញហើយបាទអាចបន្តកើនឡើងទៅវិញបាទអញ្ចឹងយើងអាចធ្វើការទិញឡើងបានហើយសម្រាប់មាសគីឡូបាទសម្រាប់មាសគីឡូអាចធ្វើការទិញឡើងទៅវិញបានហើយតម្លៃបច្ចុប្បន្ននេះក៏ជាតម្លៃល្អដែរហើយគ្រាន់តែយើងរកមើលកន្លែង confirm មួយចំនួនទៀតបាទសម្រាប់ការទិញណាបានតម្លៃល្អបាទប៉ុន្តែគ្រាន់តែបើសិនជាបងប្អូនអត់ចាំបាច់ចាំក៏បានដែរទិញពីតម្លៃឥឡូវទុកក៏មានឱកាសចំណេញច្រើនដែរបាទក៏ជាតម្លៃល្អដែរយើងចូលទៅមើលបកគោប្រចាំសប្តាហ៍ទាំងអស់គ្នាបាទបកគោប្រចាំសប្តាហ៍កាលពីសប្តាហ៍2សប្តាហ៍មុនបាទមានការធ្លាក់ចុះមកយ៉ាងខ្លាំងហើយក៏បានបិទនៅតម្លៃខាងលើនេះវិញបាទ
ចឹងបច្ចុប្បន្ននេះបើសិនជាយើងមើលពីទំនោរអត់តផ្លាស់ប្ដូរទំនោរទេសម្រាប់គោប្រចាំសប្តាហ៍បើទោះបីជាមានការធ្លាក់ចុះខ្លាំងក៏ដោយប៉ុន្តែបើយើងនិយាយពីកម្លាំងលក់ចុះអាចនឹងរៀងខ្លាំងបន្តិចបាទហើយនឹងខ្លាំងបន្តិចហើយបើយើងមើលពីកម្លាំងចុះវាអាចនៅចុះបន្តប៉ុន្តែគាត់ថាចុះនេះក៏មិនសូវខ្លាំងប្រហែលដែរព្រោះដោយសារតែយើងដឹងអីបិទផ្សារកាលពីសប្តាហ៍មុនវាឡើងមកវិញណាអញ្ចឹងអាចថាមានកម្លាំងទិញឡើងមកវិញខ្លះដែរបាទចឹងបើខ្ញុំមើលទៅប្រហែលជាអត់តអាចបន្តចុះទៅខ្លាំងទេអាចនឹងចុះមកខាងក្រោមហើយបែរអាចនឹងឡើងទៅលើវិញបាទហើយអាចឡើងទៅលើវិញនេះបើសិនជាឡើងផុតកម្រិត4100នេះបាទគឺដៅអាចនឹងទៅវិញខ្លាំងហើយសម្រាប់វាបើយើងមើលបកគោប្រចាំសប្តាហ៍បាទចូលទៅមើលបកគោប្រចាំថ្ងៃកាលពីថ្ងៃពហុសប្តាហ៍មុនឡើងខ្លាំងបាត់ផ្សារថ្ងៃសុក្ររៀងធ្លាក់ចុះមកវិញខ្លះបាទប៉ុន្តែមិនធ្លាក់ខ្លាំងប្រហែលទេចឹងយើងចាំមើលបើសិនជាមាសនៅក្នុងថ្ងៃនេះបាត់បកគោបបៃតងស្អែកទៅលើវិញឯបាទស្អែកនឹងបន្តទៅលើអាចនឹងទៅរៀងខ្លាំងជាពិសេសបើសិនជាយើងមកមើល structure របស់វាអាចឡើងមកលើអាចមកដល់តំបន់ខាងលើនេះបាទតំបន់ supply វានៅខាងលើនេះខ្ទង់4150ហ្នឹងបាទហើយយើងចូលទៅមើលបកគោ4ម៉ោងបាទយើងមើលជាបន្តណាបើគិតទៅបកគោ time frame ធំវាអត់តមានសញ្ញា confirm ទេបាទយើងមើល time frame យ៉ាងតូចបាទងាយស្រួលមើលសញ្ញា confirm និយាយចូលផ្សារណាអូខេអញ្ចឹងសម្រាប់បកគោ4ម៉ោងបើយើងមើលមាសបានបង្កើតជាទំនោរ down trend បាទ down trend ពីលើចុះមកខាងក្រោមបែបនេះបាទ down trend ចុះមកហើយបច្ចុប្បន្ននេះក៏វាបានបំបែក trend ដែរប៉ុន្តែគ្រាន់តែអត់មានសញ្ញាឡើងមកវិញទេវាបានបង្កើតជាគេហៅថាចន្លោះជួញដូរខ្លីនៅក្នុងតំបន់នេះបាទនេះយើងឃើញចន្លោះជួញដូរខ្លីនៅក្នុងតំបន់ហ្នឹងបាទអញ្ចឹងវាបច្ចុប្បន្ននេះបើសិនជាយើងមើលទៅបាទបើសិនជាបំបែកតំបន់ហ្នឹងបានរកទិសដៅថ្មីឃើញបាទបំបែកតំបន់ហ្នឹងបានរកទិសដៅថ្មីឃើញអញ្ចឹងបើសិនជាយើងមើលទៅរៀងវាបច្ចុប្បន្នគឺបាទបែបនេះបង្កើតចន្លោះជួញដូរថ្មីជាទូទៅហើយចន្លោះជួញដូរថ្មីនេះវាអត់តបង្ហាញទិសដៅច្បាស់លាស់ទេវាកំពុងតែបាទកំពុងតែrefresh មានន័យថាការណាតែមានកម្លាំងទិញលក់ខ្សោយទៅបាទអាហ្នឹងគឺវាបង្ហាញពីកម្លាំងណាមួយដែលនឹងត្រូវបំបែកត្រូវទៅលើឬក៏ទៅក្រោមបន្តហើយបាទយើងកំពុងរកទិសដៅថ្មីបើក៏ទៅយើងឃើញណាវាប្រែប្រួលនេះបើសិនជាយើងមើលទៅប្រែប្រួលដំបូងនឹងវែងណាដល់ពេលយូរទៅកម្លាំងទិញលក់រៀងខ្សោយទៅអញ្ចឹងបើសិនជាវាបំបែកឧទាហរណ៍ថាបំបែកកម្រិតទៅលើណាបំបែកទៅលើអានឹងគឺទិសដៅអាចមានឱកាសទៅលើវិញអាចទៅលើខ្លាំងវិញទៅលើនេះបើសិនជាយើងវិភាគមើលទៅវាជាទំនោរកើនឡើងឲ្យទៅបំបែកកម្រិតខ្ពស់នឹងទៅលើបើកើតជាទំនោរកើនឡើងទៅវិញបាទអញ្ចឹងអាចឡើងខ្លាំងទៅវិញទុយទៅវិញបើសិនជាវាបំបែកមកក្រោមវិញអានេះគេថា price continuation ចឹងអាចនឹងមានឱកាសចុះមកខាងក្រោមមានខ្លាំងបាទអាចនឹងបន្តទំនោរជាពិសេសអាចនឹងតកម្រិត3800ឬក៏3750អញ្ចឹងតែបាទនៅក្នុងករណីបើវាបំបែកមកក្រោមបន្តទំនោរចុះចឹងបកគោ4ម៉ោងយើងអត់តន់មានភាពច្បាស់លាស់ទេបច្ចុប្បន្នទិសដៅរបស់វានៅជាប់មក trend ជាប់មក internal rank ចន្លោះជួញដូរខ្លីមួយថងហ្នឹងចឹងកាលណាតែបំបែកអាហ្នឹងបានយើងងាយស្រួលបាទបំបែកចុះក្រោមយើងលក់ចុះក្រោមមកបំបែកទៅលើយើងនាំនេះទិញឡើងវិញបាទចូលទៅមើលបកគោរយៈពេល1ម៉ោងបាទអូខេបកគោរយៈពេល1ម៉ោងរៀងញ៉ៃតិចណាខ្ញុំលុបខ្លះចេញសិនបាទអញ្ចឹងសម្រាប់បកគោរយៈពេល1ម៉ោងបើយើងមើលបច្ចុប្បន្ននេះខ្ញុំបានបែងចែកជាកម្រិតទាបហើយនិងកម្រិតខ្ពស់ណាអញ្ចឹងបើយើងមើលកម្រិតទាបបច្ចុប្បន្ននេះមាន3កម្រិតកម្រិតខ្ពស់ក៏មាន3កម្រិតដូចគ្នាដែរបាទកម្រិតទាបមាននៅ3960ឬក៏4771ដុល្លារក្នុងមួយតលឹងកម្រិតទាបមួយទៀតទី2នៅ3932ដុល្លារក្នុងមួយអោនឬក៏4737ដុល្លារក្នុងមួយតលឹងហើយកម្រិតទាបចុងក្រោយនេះគឺនៅកម្រិត3883ដុល្លារក្នុងមួយអោនឬក៏បាទ4678ដុល្លារក្នុងមួយតលឹងបាទអញ្ចឹងសម្រាប់មាសបើសិនជាយើងមើលបើសិនជាវាបំបែកកម្រិតទាបនេះចុះមកខាងក្រោមណាយើងអាចធៀមទិញពីតំបន់នេះទៅបាទតែបើសិនជាអត់បំបែកទេធ្លាក់មកដល់ខាងក្រោមនេះយើងអាចធ្វើការទិញឡើងបានដូចផឹកមិញអញ្ចឹងបាទផឹកមិញនេះវាធ្លាក់មកបាទធ្លាក់មកដល់ខាងក្រោមហ្នឹងវាបោះអត់ដាច់ទេហើយក៏ឡើងទៅវិញដែរអញ្ចឹងបងប្អូនដែលបានទិញតាមក្រុមយើងការពីផឹកមិញណាគឺបានចំណេញយើងច្រើនយើងទិញ2វគ្គក្នុងនេះបាទ
ចឹងបើសិនជាធ្លាក់មកនឹងម្ដងទៀតយើងធៀមចាំទិញពីនឹងទៅម្ដងទៀតប៉ុន្តែក្នុងករណីមួយទៀតបើសិនជាមាសបំបែកកម្រិតខាងក្រោមនេះ3960អញ្ចឹងភាគរយច្រើនអាចមកដល់ខាងក្រោមនេះបាទ3383ចឹងតំបន់នេះខ្ញុំឲ្យធៀមទិញនេះមានសញ្ញា confirm គ្រប់គ្រាន់ចាំយើងទិញណាបើសិនជាបំបែកកម្រិតទាបទី1នេះមកណាបើទិញក៏អាចនឹងខ្លីដែរស៊ូចាំមើលឲ្យដល់ខាងក្រោមនេះបានតម្លៃល្អបាទនៅក្នុងករណីបើសិនជាវាធ្លាក់ចុះមកខាងក្រោមប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថាយើងឡើងមកលើហើយបើសិនជាមើលបច្ចុប្បន្នណាតែបើថ្ងៃមិញនេះវាឡើងមកនេះឡើងមករៀងខ្ពស់ដែរដល់3000សំទោស4027បាទ4027 4028បាទវាឡើងមកនេះបាទក៏មានការធ្លាក់ចុះទើបតែធ្លាក់ចុះមុននេះបន្តិចទេធ្លាក់ចុះមកនេះបើយើងមើលទៅក៏ធ្លាក់ចុះអត់តទៅណាឆ្ងាយដែរវានៅតាមកម្រិតទៀតខាងក្រោមនេះនៅឡើយទេអញ្ចឹងវានៅមានឱកាសឡើងបាទហើយបើឡើងទៅវគ្គនេះបើសិនជាបំបែកម្ដងទៀតបាទខ្ញុំគិតថា4041នេះប្រហែលជាមិនរឹងមាំប្រហែលទេអាចនឹងទៅសិនហ្នឹងវាអាចនឹងបំបែកតែម្ដងក្នុងករណីបើវាឡើងណាវាឡើងគឺអាចនឹងងាយបំបែកតំបន់ហ្នឹងបាទទិសដៅអាចម្ដងខាងលើនេះក្នុងថ្ងៃនេះណាបើសិនជាបំបែកតែម្ដងទៀតបាទហើយនឹងឡើងដល់ខាងលើនេះប៉ុន្តែបច្ចុប្បន្ននេះវាដល់ខាងក្រោមនេះបើសិនជាបោះអត់ដាច់ទេ confirm time frame តូចបងប្អូនដែរដែលវិភាគអាចមើល time frame 15នាទីមួយទៀតណាបើសិនជាឡើងមកវិញណាសញ្ញា confirm ជាពិសេសបាត់បកគោនេះបកគោក្រោយហ្នឹងបាទហើយនឹងសល់រយៈពេល15នាទីទៀតបើសិនជាបកគោនេះបាត់ពណ៌បៃតងអានឹងគឺឡើងអាចមានសញ្ញាឡើងទៅវិញយើងអាចធ្វើការទិញឡើងទៅវិញបានដកទៀតដែរបាទអាចធ្វើការទិញឡើងទៅវិញបានដកទៀតដែរប៉ុន្តែគ្រាន់តែថាបច្ចុប្បន្ននេះវាខោចម៉ោងហើយសុខចិត្តចាំចូលដល់ទីផ្សារអាមេរិកក៏ល្អដែរបាទយើងមើលទីផ្សារអាមេរិកបើកទីផ្សារអាមេរិកម៉ោង8ខ្ញុំបញ្ជាក់មិនបើកម៉ោង7ដូចមុនទេបើកម៉ោង8បាទបើកម៉ោង8យើងចាំមើលទៅបើសិនជាទីផ្សារនៅតែលើកម្រិត4000បាទអានឹងឱកាសទិញឡើងនៅតែមានបាទឱកាសទិញឡើងនៅតែមានអញ្ចឹងចាំយើងហៅមើលកន្លែងទិញទៅហើយចាំមើលខ្ញុំជំរាបជូនបន្ថែមទៀតតាក់ទងជាមួយនឹងតម្លៃចិញ្ចោទីផ្សារនៅក្នុងក្រុមបាទខ្ញុំធ្វើការអាប់ដេតជូនបងប្អូនបន្ថែមប៉ុន្តែយ៉ាងណាមិញខ្ញុំបញ្ជាក់បងប្អូនបន្តិចមកដល់ផឹកមិញនេះតាមពិតទៅខ្ញុំឲ្យធៀមលក់នៅ4041នេះបាទបើសិនវាឡើងមកដល់ធៀមលក់ក្នុងតំបន់ហ្នឹងប៉ុន្តែមកដល់ពេលបច្ចុប្បន្នហើយគៀកចូលដល់ទីផ្សារអាមេរិកហើយបើសិនជាវាឡើងមកម្ដងទៀត4041នេះខ្ញុំអត់ recommend ឲ្យធ្វើការលក់ទេបាទអត់ធ្វើការលក់ពីថ្នឹងទេព្រោះយ៉ាងហានិភ័យអីបើលក់ថងហ្នឹងអាចនឹងរងចាំមើលតំបន់ខាងលើនេះ4080បាទឬក៏4114បាទចាំដល់លើហ្នឹងចាំយើងធីមលក់ចោះមកជាពិសេសនៅតំបន់4080នេះបាទបើសិនជាឡើងទៅប៉ះបើអត់បាត់ទេយើងអាចធ្វើការលក់ចោះមកចឹងហើយណាក៏ធ្លាក់មកខ្ទង់4040ឬក៏4020វិញដែរបាទយើងអាចមានឱកាសចំណេញបានចន្លោះពី40លេខទៅ50លេខឯដែរបាទចឹងបាទប៉ុណ្ណឹងយើងអាចធ្វើការលក់ចោះមកបាទដែរប៉ុន្តែបើសិនជា4041នេះខ្ញុំគិតថាបើចោះមកក៏ចោះមិនខ្លាំងដែរយើងគួរចាំទិញទៅល្អជាងបាទអូខេអញ្ចឹងសម្រាប់ការវិភាគទៅលើបច្ចេកទេសរបស់ខ្ញុំក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទមានតែប៉ុណ្្នឹងទេសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះដូចជាអត់មានព័ត៌មានអីដែលសំខាន់ទេបើយើងចូលទៅមើលបាទយើងចូលទៅមើលបន្តិចទៅបាទក្នុង website Forex Factory ថ្ងៃនេះអត់មានបាទមានព័ត៌មានមួយដែរម៉ោង10បាទព័ត៌មានតកតងជាមួយនឹង PMI ទៅលើសន្ទុះផលិតកម្មនៅសហរដ្ឋអាមេរិកបាទសម្រាប់ទិន្នន័យបាទគេព្យាករណ៍ខ្ពស់ជាងខែមុនប៉ុន្តែទិន្នន័យមិនសូវល្អប្រហែលទេក្រោម 50% ណាជាទូទៅទិន្នន័យ PMI នេះបើសិនជាលើ 50% បាទចាត់ទុកថាល្អហើយប៉ុន្តែបើសិនជាក្រោម 50% គឺបង្ហាញពីសេដ្ឋកិច្ចអត់ល្អប្រហែលទេបង្ហាញពីការផលិតមិនល្អប្រហែលទេបាទចឹងទិន្នន័យនេះប៉ះពាល់មធ្យមទេមិនសូវជាប៉ះពាល់ខ្លាំងប្រហែលទេដល់ទីផ្សារជាមាសរបស់យើងបាទចឹងថ្ងៃនេះមានព័ត៌មានមួយហ្នឹងដែលយើងតាមដាននៅម៉ោង10:00នាទីយប់អូខេបាទតោះបងប្អូនមានសំណួរអីទេបាទមានសំណួរអីឬក៏មានមតិយោបល់អីអាច comment បានបាទអូខេខ្ញុំមើល15នាទីឲ្យមួយទៀតសិន
cái lô bóng bồn thời trong châu tìm xa ấy này nhưng mà đọc hàm tí đọc hàm tí bởi sân dọt bầm bài cho cầm đặt tiếp nâng tới tế bà đọt bầm bài cầm đặt nâng tới tế thì tôi cái tình lại và cái tới cái lại ní đôi chừng đóm ní đôi chừng ha sắp phía rồi nhưng xong tin phải bộ nó xin tịch bà ha sắp phía rồi mến bà mà bà ha sắp phía rồi ấy chẳng là những tiền cho kháng khổ tịch nó bắt đầu vì mà đo đầm bon này những ai tôi cái tình lại bàn bà theo bà miền lẹ màu đo cầm đặt tân nấng này còn thay vì atom mình sẽ confirm tình lại tê bà chụp bon nhưng confirm một candlestick mà to tiết bà tại vì dân vậy vì lẹt một vài đồng bón là nó cái đồng bón của đơn số này bà đã chia đồng bón tính bà đồng tính lại tính lại một bình bà target ai thầm cầm lật của cha năng tớiឬក៏អាច target មួយទៀតអាចនៅខ្ទង់នេះតំបន់ខ្សែជាងនេះថា45ចុះចឹងនឹងជា target របស់យើងហ្នឹងបាទនេះជាកម្រិតទាបរបស់មួយទៀតតំបន់ខាងក្រោមនេះបាទតែពីតំបន់ហ្នឹងសិតជាតំបន់នេះអាចធ្វើការទិញឡើងបានអូខេបាទនេះជាតំបន់ target របស់យើងបាទពេលហ្នឹងគឺរយៈពេល15នាទីទេ time frame ខ្លីទេតែប៉ុន្តែ target គួរមាន2តំបន់ដែរនៅតំបន់នេះមួយដែលជាតំបន់វាឡើងមកប៉ះថ្ងៃមិញណានៅដល់តម្លៃទិញទៀតហើយគ្រាន់តែអត់តមានអ្នក confirm ទិញបើអ្នកដែលគាត់ចូល aggressive គឺគាត់ចូលទិញបាត់ហើយតម្លៃបច្ចុប្បន្នខ្ញុំដាក់ជាស្រុកខ្មែរទេចំណេញហើយនេះក៏បិទចំណេញដែរ2នេះបាទបាទអូខេអញ្ចឹងទៅលើតម្លៃហាងឆេងមានប៉ុណ្ណឹងបាទសួស្ដីចែអិនសាសសស្ដំបាទមានថ្ងៃស្អែកអាចឡើងអត់អត់សម្រាប់មាសនៅក្នុងសប្តាហ៍នេះខ្ញុំគិតថាអាចនឹងមានឱកាសងើបឡើងទៅលើវិញបងមានឱកាសងើបឡើងទៅលើវិញចឹងហើយបានជាមុននេះក្នុងការ live ណាគឺខ្ញុំបានឲ្យទិញហើយសម្រាប់បងប្អូនដែលទិញមាសគីឡូអាចទិញបានដែរតែយើងចាំតិចទៀតប្រហែលជាអត់សូវបានតម្លៃល្អប្រហែលនេះបាទអាចនឹងឡើងទៅលើខ្ពស់ពូមាសនេះចេញតម្រងបែបនេះវាចង់ឡើងទៅលើវិញមានន័យថាវាបំបែកគេហៅថាបកកើតជា rank ណាដំបូងវាកាលពីសប្តាហ៍មុនហើយនឹងសប្តាហ៍មុនមួយទៀតវាបកកើតជាទំនោរធ្លាក់ហើយបច្ចុប្បន្ននេះវាបានបំបែកទំនោរធ្លាក់បកកើតជាគេហៅថាលំនាំ sideways ដំណើរដើរណាវា sideways នៅក្នុងតំបន់បច្ចុប្បន្នហ្នឹងបាទអញ្ចឹងបច្ចុប្បន្ននេះវាចង់ផ្លាស់ប្ដូរទំនោរឯងគាត់ថាអត់មានសញ្ញា confirm ក្នុងការផ្លាស់ប្ដូរទំនោរទេបើយើងមើលទៅលើព័ត៌មានមួយចំនួនទោះបីជាដាក់សម្ពាធដល់មាសក៏មិនសូវជាធ្លាក់ខ្លាំងបន្តទៀតដែរបាទអញ្ចឹងបើយើងគិតមើលទៅវាអាចនឹងបាទទីផ្សារអាចនឹងចាប់ផ្ដើមមានអ្នកទិញខ្លាំងមកវិញដែរគាត់ថាវាមិនតន់កំហុកជាពិសេសហើយជា bank អីក៏អត់តន់ step in ចូលទីផ្សារណាបើមិន step ចូលទីផ្សារអាចនឹង liquidity ធំអាចនឹងបាទនឹងឡើងទៅស្ដីបងរស់សុខេងបាទលោកគ្រូខ្ញុំជាប់បាយ4037អាចឡើងដល់ទេសម្រាប់មាសក្នុងថ្ងៃនេះបើខ្ញុំមើលទៅយ៉ាងតិចក៏អាចនឹងឡើងត្រប់4040វិញដែរបាទតាមបច្ចេកទេសរបស់យើងណាកម្រិតខ្ពស់ទី1របស់យើងគឺនៅ4040នឹងឯងបងនៅ4040នេះបាទ4041ចឹងអាចទៅដល់អត់អីទេបងជាពិសេសអាចនឹងទៅដល់4080ផងដូចខ្ញុំជំរាបជូនមុននឹងចឹងព្រោះឡើងទៅសាក្រោយនេះខ្ញុំគិតថាភាគរយច្រើនអាចបំបែក4040ហ្នឹងបាទអាចទៅ4080នៅក្នុងថ្ងៃនេះយ៉ាងណាមិញយើងចាំមើលបន្ថែមបើសិនជាក្នុងទីផ្សារអាមេរិកមានព័ត៌មានអីបន្ថែមបាទ
ជំរុញអាចនឹងមានឱកាសទៅលើខ្លាំងបាទអាចនឹងបំបែកហើយនឹងចំណេញវិញបាទកុំឲ្យតែមានព័ត៌មានដាក់សម្ពាធឲ្យមីចោះណាតែប៉ុន្តែព្រឹកមិញនេះមានព័ត៌មាន2ដែរខ្ញុំចង់លើកឡើងដែរយើងឃើញព័ត៌មានពាក់ព័ន្ធជាមួយនឹង Standard and Poor បាទតកតងមួយការប្រកាសទៅលើប្រាក់ចំណេញណាមានក្រុមហ៊ុនមួយចំនួនបាទនៅក្នុង Standard and Poor ហ្នឹងដែលគេហៅថា S&P 500ហ្នឹងបាទចឹងមានក្រុមហ៊ុនមួយចំនួនគាត់បានប្រកាសទៅលើប្រាក់ចំណេញហើយក៏បាទហើយក៏មានបាទក្រុមហ៊ុនមួយចំនួនទៀតនឹងប្រកាសបន្តនៅក្នុងសប្តាហ៍នេះបាទមានការប្រកាសបន្តបាទអញ្ចឹងសម្រាប់ក្រុមហ៊ុនមួយចំនួនទៀតនឹងប្រកាសបន្តនេះបើសិនជានៅបន្តល្អបន្ថែមទៀតណាប្រកាសប្រាក់ចំណេញឃើញថាមានការកើនឡើងអញ្ចឹងវាអាចប៉ះពាល់ដល់តម្លៃមាសដែរបាទអាចដាក់សម្ពាធដល់តម្លៃមាសគ្នាព្រោះកាលណាទៅ stock ឡើងបាទអញ្ចឹងមាសវាអាចរងសម្ពាធខ្លះដែរមួយវិញទៀតខ្ញុំមើលព័ត៌មានដែរតាក់ទងជាមួយនឹងរដ្ឋមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកលោក Scott Bessent ហ្នឹងបាទគាត់បានលើកឡើងពាក់ព័ន្ធជាមួយនឹងវិបត្តិអចលនទ្រព្យនៅខាងសហរដ្ឋអាមេរិកនេះក៏លើកឡើងថាមកពីបញ្ហាគឺការរក្សាអត្រាការប្រាក់ខ្ពស់បាទចឹងហើយគាត់បានជំរុញបាទឲ្យមានការតម្លាក់អត្រាការប្រាក់ចុះមកខាងក្រោមបន្តទៀតដើម្បីឲ្យវិស័យអចលនទ្រព្យបាទមានភាពធូរស្បើយឡើងមកវិញបាទអាចនឹងមានភាពល្អប្រសើរមកវិញបើសិនជាធនាគារបាទគាត់បន្តតម្លាក់អត្រាការប្រាក់ព្រោះអត្រាការប្រាក់ខ្ពស់នេះគឺបានកាត់បន្ថយខ្លាំងមែនតើប៉ះពាល់ខ្លាំងមែនតើទៅដល់អចលនទ្រព្យបាទជាពិសេសផ្ទះដែលលក់ចេញហ្នឹងគឺមានន័យថាលក់មិនដាច់ទេណាជាពិសេសផ្ទះវាមានទិន្នន័យ2មានទិន្នន័យផ្ទះចាស់គេហៅថា home sale បាទទៅលើប្រភេទឧទាហរណ៍ដូចផ្ទះដែលសាងសង់រួចរាល់ឬក៏ផ្ទះដែលគេហៅថាដាក់លក់ណាអត់មានអ្នកប្រជាទិញហើយផ្ទះថ្មីហ្នឹងផ្ទះដែលប្រភេទអចលនទ្រព្យថ្មីប្រភេទផ្ទះបកគ្រឹះឬក៏កំពុងធ្វើហ្នឹងក៏មានការទិញក៏ទាបដែរបាទព្រោះដោយសារអត្រាការប្រាក់ខ្ពស់កាលណាអត្រាការប្រាក់ខ្ពស់កម្ចីក្នុងការទិញផ្ទះគឺត្រូវចំណាយច្រើនទៅលើអត្រាការប្រាក់អញ្ចឹងអត់សូវមានអ្នកចាប់អារម្មណ៍ច្រើនទេតែបើសិនជាអត្រាការប្រាក់ទាបកម្ចីលើអត្រាទិញផ្ទះទាបណាអញ្ចឹងអាចនឹងល្អប្រសើរមកវិញចំពោះវិស័យអចលនទ្រព្យបាទបងចានបាទបងជាប់នៅ4086អត់អីទេបង4086ទុកតែមួយសប្តាហ៍និងសប្តាហ៍ក្រោយនឹងចាប់ផ្ដើមចំណេញវិញហ្នឹងបាទតោះអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទថ្ងៃស្អែកជាងចូលដល់អកអំបុកហើយបាទចូលដល់អំទូកអកអំបុកហើយអញ្ចឹងប្រហែលជាប្រហែលជាសម្រាប់ប្រហែលថ្ងៃប៉ុន្តែមិនជាថ្មីសម្រាប់ការវិភាគខ្ញុំនៅតែវិភាគតតែហើយបងប្អូនមានសំណួរមានចម្ងល់អីអាចរងចាំមើលនៅយប់នេះម៉ោង8ក៏ខ្ញុំមានការ live ដែរនៅលើ page FX Begin បាទឬក៏ហាងឈេម24ម៉ោងបងប្អូនអាចមើលបន្ថែមបាន4ម៉ោង8យើងចាប់ផ្ដើមបើកទីផ្សារអាមេរិកជាទូទៅខ្ញុំ live រាល់ថ្ងៃដើម្បីមើលតម្លៃចូលទីផ្សារដើម្បី trade ជាក់ស្ដែងតែម្ដងបាទចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់បងប្អូនក្នុងការចូលរួមតាមដានរាល់ការផ្សាយចេញពី page របស់ក្រុមហ៊ុនបាទចឹងក៏សូមជូនពរបងប្អូនសម្រាប់ក្នុងឱកាសបុណ្យអុំទូកបាទបណ្ដែតទីស្ពះព្រះខែនេះបាទសូមជូនពរបងប្អូនបាទធ្វើដំណើរទៅកាន់ទីជិតឆ្ងាយប្រកបដោយសេចក្តីសុខសុវត្ថិភាពបាទចឹងខ្ញុំបាទសូមអរគុណបាទសូមគោរពលា